ចម្រើនពរញោមញាតពុទ្ធបរិស័ទថ្ងៃនេះថ្ងៃ15កើតខែទុតិយាសាទចាំថ្ងៃឧបោសថសិលហើយស្អែកប្រសង់គង់ចូលវស្សាតាមបណ្ដាវត្តទាំងអស់ហើយថ្ងៃនេះពេលរសៀលពេលល្ងាចគឺភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងទៅតែធ្លាក់មិញឯងប៉ុន្តែទឹកដល់ហើយណោះទឹកទៅតែធ្លាក់មិញហ្នឹងណាហើយភ្លៀងនេះភ្លៀងមកពីបែកអត់ដបែកនៅមកពីបែកហ្នឹងចឹងភ្លៀងនេះអាចនឹងមកខ្លាំងហើយវាខ្យល់ដេញពីខាងហ្នឹងមកបានប៉ុណ្ណឹងញោមគាត់ធ្វើស្រែចម្ការសบายចិត្តណាស់ដោយសារអីដោយសារមួយរយៈមុនគឺសណាបនៅតាមស្រែរបស់គាត់គឺឆេះគឺខ្លោចអស់លីងហើយតើឥឡូវបានមកមួយមេម្សិលមិញមួយមេដែរតែគាត់តិចតួចហើយថ្ងៃនេះបានមួយមេរៀងធំនៅខាងនោះខ្មៅយកមកនៅខាងនោះដេញពីខាងហ្នឹងមកអញ្ចឹងភ្លៀងនេះអាចនឹងយូរខ្លាំងពេកវាដេញត្រឹមតែដេញចាប់គឺយូរវាមើលណែមកផ្លេតមិញហ្នឹងហើយតំណក់ទឹកភ្លៀងណែមកផ្លេតហូរចូលស្រះបដាទេហើយខាងញោមនៅតំបន់ផ្សេងមានភ្លៀងអត់ថ្ងៃនេះថ្ងៃ29ខែកក្កដា29ខែកក្កដាស្អែក30ប្រសង់ចូលវស្សាហើយពិតជាអំណោយផលមែនអាកាសធាតុត្រជាក់ហើយមានភ្លៀងធ្លាក់មកទៀតទៅតែម៉ោង5កន្លះទឹកច្រើនណាស់ញោមឡើយមានអត់សូវមានខ្យល់ប្រហែលទេភ្លៀងបែបរឿងស្ងប់ខ្យល់ហ្នឹងដោយសារដេញមកពីខាងទឹកតែមេឃដេញភ្លៀងមកហ្នឹងខ្យល់បន្តិចឥឡូវស្ងប់ចេះគាត់ចំណាំថាស្កប់ខ្យល់អញ្ចឹងភ្លៀងបានយូរហ្នឹងចេះគាត់សង្កេតហើយយើងក្មេងៗហ្នឹងក៏សង្កេតតាមចាស់ឃើញថាអញ្ចឹងមែនឃើញថាហើយតែប្រភេទភ្លៀងស្ងប់ខ្យល់ភ្លៀងរៀងយូរហើយងុំអញ្ចឹងភ្លៀងនៅជនបទនៅតាមស្រុកភូមិបើភ្លៀងតិចក៏រៀងមិនល្អប្រហែលដែរតែបើភ្លៀងច្រើនពិតជាសំណាងដ៏ធំសម្រាប់បងប្អូនពុកម៉ែយាយតាអ៊ំពូមីងយើងគាត់បានធ្វើស្រែធ្វើចម្ការចាំមើលមួយមេហ្នឹងស្អែកអីហ្នឹងដឹងតែញោមយាយតាអ៊ំពូមីងគាត់ចូលធ្វើស្រែចម្ការព្រាតហើយដោយសារមួយមេនេះគឺល្អមែនទែនទឹកក៏ល្អតែបើភ្លៀងនៅបរិវេណក្រុងវិញវាមិនសូវជាល្អប្រហែលទេវាធ្វើឲ្យជន់តំបន់ហើយណាមួយមិនមែនជាតម្រូវការរបស់គាត់តែបើខាងនេះគឺជាតម្រូវការពេញលេញភ្លៀងមកគឺល្អបំផុតយើងធម្មតាកសិករគឺពឹងផ្អែកទៅលើទឹកភ្លៀងហើយឥឡូវភ្លៀងធ្លាក់អញ្ចឹងគឺល្អមែនតើហើយមួយទៀតចាស់គាត់ចំណាំថាអាសាឍទី2គឺមានភ្លៀងធ្លាក់ហើយបើខែអាសាឍក្នុងឆ្នាំហ្នឹងវាមានអាសាឍ2មានបឋមអាសាឍហើយទុតិយអាសាឍអញ្ចឹងខែអាសាឍទី1នោះភ្លៀងមកគួសមអញ្ចឹងទៅដើមខែទៅហើយក៏រាំងរហូតហូតហែងអស់នេះអស់នោះឡើងខ្លោចងាប់សំណាបសទូងខ្ទេចហើយដល់ពេលចូលដល់អាសាទី2ពឹបគឺចាប់ដើមភ្លៀងធ្លាក់ហើយភ្លៀងធ្លាក់មកខ្លាំងទៅហ្នឹងតាមដូនតាតាមចាស់យាយតាក៏ដូចជាញោមស្រីរបស់អាត្មាផ្ទាល់គាត់ចំណាំអញ្ចឹងគាត់ឲ្យយើងសង្កេតដោយសារយើងធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយអញ្ចឹងបើយើងចេះសង្កេតអញ្ចឹងទៅដំណាំរបស់យើងក៏ទទួលបានទិន្នផលគួរជាទី
ก็ภาษาទៅតាមនឹងដែរនឹងហើយវីដេអូរបស់ខ្ញុំណាអាត្មាភាពមានតែប៉ុណ្្នឹងហើយសូមជូនក្តីនឹករលឹកនេះជូនទៅដល់កណាកូនចាស់ក៏ដូចជាញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានមើលវីដេអូនេះសូមឲ្យបាននៅអារម្មណ៍ដ៏ស្រស់ស្រាយរីករាយនិងបានទឹកភ្លៀងបបោដើម្បីប្រកបប្រកបនៅដំណាំរបស់យើងឲ្យល្អប្រសើរហើយសូមចម្រើនពរនិងជម្រាបលាសូមអរគុណ